មកដល់ពេលនេះអ្វីៗបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ហើយថាអនុទាននាយករដ្ឋមន្ត្រីថៃមាននិស្ស័យជាមួយកញ្ឆាបានព្យាយាមជីកកកាយយកយុទ្ធសាស្ត្របំផុសជាតិនិយមថៃរបស់ផ្លេកភិបុនសង្គ្រាមអតីតនាយករដ្ឋមន្ត្រីថៃសម័យសង្គ្រាមលោកលើកទី2ដែលអាងជប៉ុនបានកាត់យកទឹកដីពីកម្ពុជាឡាវភូមានិងម៉ាឡេកាលពីជិត100ឆ្នាំមុនមកប្រើប្រាស់ដោយយកកម្ពុជាធ្វើជាឈ្នួនផ្ទុះសង្គ្រាមដើម្បីចំណេញនយោបាយក្នុងស្រុកតែទីបំផុតត្រូវបរាជ័យដោយសារតែមេដឹកនាំខ្មែរដ៏ឆ្លៀសវៃដែលជួធិបតីកងទ័ពខ្មែរដ៏អង់អាចក្លាហាននិងប្រជាពលរដ្ឋខ្មែរដែលប្រកបដោយបេះដូងមហាសាមគ្គីជាតិពេលលេសសង្គ្រាមបរាជ័យមានន័យថាដល់ពេលអនុទាននិងបពពួកដុតផ្ទះខ្លួនឯងម្ដងព្រោះវង្វេងយុទ្ធសាស្ត្របាយកម្មដ្ឋានឬបាយកញ្ឆាមានចំណុចមួយចំនួនគួរពិចារណាដូចខាងក្រោម 1. ភិបុនសង្គ្រាមស្អប់វាំងធ្វើស៊ីវាំងអនុទានដូចគ្នាគ្រាន់តែពេលវេលាមិនទាន់មកដល់ទើបកន្លងមកទ្រាំលូនក្រាបសិន 2. ភិបុនសង្គ្រាមដណ្ដើមអំណាចក្នុងជួរកងទ័ពអនុទានដូចគ្នាទ្រទ័ពដើម្បីបង្កើនកម្លាំងប្រជែងអំណាចទ័ពឈានទៅគ្រប់គ្រងអំណាចទ័ពព្យាយាមសាសនាជាមួយនាយបាត់ឃ្លាំងនិងមេទ័ពនានា 3. ភិបុនសង្គ្រាមបោករាជថៃដើម្បីអំណាចអនុទានបោករាជនិងអ្នកនយោបាយថៃគណៈបកប្រជាជនលក្ខនឹងលក្ខដើម្បីអំណាច 4. ភិបុនសង្គ្រាមទ្រាំមិត្តបរទេសដើម្បីអំណាចតែអនុទានវង្វេងមិត្តបាត់បង់អំណាចសង្គ្រាមជាមួយកម្ពុជាបរទេសគេស្គាល់ក្រយ៉ៅរបស់ថៃដែលពូកែច្នៃរឿងលៀបពណ៌កម្ពុជា 5. ចំណុចចុងក្រោយខ្ញុំមិនដឹងថាភិបុនសង្គ្រាមចូលចិត្តកញ្ឆាឬអត់តែអនុទានបើតាមកាសែតថៃគឺចូលចិត្តកញ្ឆា